បងប្អូនមួយចំនួនផ្ញើសារមកថាដូចថាគាត់ហាក់ដូចជាខ្វះភាពកក់ក្ដៅនៅក្នុងគ្រួសារអាចបណ្ដាលមកពីពុកម្ដាយមិនសូវមានពេលវេលាគ្រប់គ្រាន់នៅជាមួយគាត់ឬក៏ប្រើពាក្យសម្ដីគៀបសង្កត់ឬក៏ប្រើអំពើហិង្សាអីលើគាត់ចឹងទៅធ្វើឲ្យគាត់មានសម្ពាធផ្លូវចិត្តវាអាចថាមកពីពុកម្ដាយរវល់ធ្វើកិច្ចការងារចាំបីបាច់ថែសារកូនទៅចឹងគូវល់ព្រលឹមចេញប្រលប់ចូលគាត់ទៅរៀននៅតែក្នុងបន្ទប់ទៅមិនបានមានភាពស្និទ្ធស្នាលហ្នឹងមួយអាចថាមួយទៀតមកពីយើងចង់បានពីគាត់ច្រើនពេកអត់ដឹងអំពីការលះបង់ការហត់នឿយរបស់គាត់ដើម្បីកូនខ្លះហ្នឹងរហូតដល់ថ្នាក់គិតថាម៉ាក់ប៉ាគាត់ប្រឹងដើម្បីតែមុខមាត់គាត់ទៅគាត់រកស៊ីគាត់មានមុខមានមាត់ហ្នឹងគាត់ដើម្បីតែមុខមាត់គាត់ទេមិនមែនដើម្បីគាត់ម៉ានទេរហូតដល់មានកូនខ្លះគិតអញ្ចឹងទៀតហើយគ្រោះថ្នាក់នៅពេលដែលគាត់ទៅឃើញម៉ែឪគេមានភាពស្និទ្ធស្នាលនៅជាមួយកូននិយាយជាមួយកូនរៀនមួយកូនញ៉ាំបាយមួយកូនអីចឹងទៅសឹងថាយំស្រក់ទឹកភ្នែកអីកូននឹងនឹកឃើញថាខ្លួនឯងត្បិតថាមានទ្រព្យមានសម្បត្តិអីមែនប៉ុន្តែវាអត់បានភាពកក់ក្ដៅចឹងនៅជាមួយនឹងឪពុកម្ដាយថ្មចង់លើករឿងមួយរបស់ភរិយាអតីតប្រធានាធិបតីអាមេរិកឈ្មោះ Ronald Reagan ភរិយាគាត់ឈ្មោះ Nancy Reagan ពីដើមឡើយហ្នឹងគាត់ជាកូនកំព្រាឪពុកម្ដាយមេម៉ាយហើយម្ដាយគាត់ធ្វើការងារផ្នែកខាង performance នៅលើឆាកអ្នករាំអ្នកច្រៀងអីអញ្ចឹងហើយដើម្បីរកប្រាក់ឲ្យកូនហ្នឹងត្រូវយកកូនហ្នឹងទៅផ្ញើនឹងម្ដាយមីងខ្លួនឯងដើររាំលើឆាកអីចឹងទៅពី3ខែមកលេងកូនម្ដង 4-5 ខែមកលេងកូនម្ដងចឹងទៅផ្ញើកូននៅនឹងម្ដាយមីងប៉ុន្តែដោយទឹកចិត្តរបស់កូនណា Nancy Reagan ណាគាត់គិតថាម្ដាយរបស់គាត់ដែលបែកពីគាត់មិនបាននៅស្និទ្ធស្នាលមួយគាត់ដោយសារប្រឹងប្រែងស្វែងរកទ្រព្យមកចិញ្ចឹមគាត់ផ្ទុយពីការមើលឃើញកំហុសដែលទុកគាត់ចោលទៅជាសម្លឹងឃើញការលះបង់របស់ម្ដាយហត់នឿយពិបាកបបិនមិនម៉ាដើម្បីរកទ្រព្យមកចិញ្ចឹមកូនហ្នឹងហើយគាត់នៅតែមានទឹកចិត្តកតញ្ញូអរគុណចំពោះម្ដាយសម្លឹងឃើញចំណុចល្អរបស់ម្ដាយដែលហ៊ានលះបង់នៅម្នាក់ឯងឲ្យរលួយចិញ្ចឹមគាត់ហ្នឹងគាត់ឲ្យតម្លៃអ្វីដែលគាត់ទទួលបានហើយអ្វីដែលមិនទទួលបាននោះវាមានហេតុផលដែលគាត់មិនទទួលបានអញ្ចឹងគាត់នៅតែអរគុណម្ដាយរបស់គាត់ហ្នឹងប៉ុន្តែក្នុងចំណុចនេះមកជួបច្រើនដែរជូនជាយោបល់ដល់លោកពុកអ្នកម្ដាយដែលថាមិនម៉ាការចិញ្ចឹមកូនក៏មិនគ្រាន់តែឲ្យបាយឲ្យទឹកឲ្យលុយឲ្យកាក់ដែរជាថ្មធ្លាប់ជួបកូនចៅគាត់ដូចថាអ្វីដែលគាត់ចង់បានហ្នឹងមិនចង់បានបានយកលុយទៅចាយមិនគាត់មិនចង់បានអញ្ចឹងគាត់ចង់បានភាពកក់ក្ដៅការយល់ចិត្តការពីសុខទុក្ខរបស់គាត់ជួបបញ្ហាអីយ៉ាងម៉េចយ៉ាងម៉ាឲ្យជួយដោះស្រាយយ៉ាងម៉េចចឹងទៅអញ្ចឹងយើងតើរៀនចិញ្ចឹមទាំងអាហារផ្លូវកាយទាំងអាហារផ្លូវចិត្តសុខភាពផ្លូវចិត្តរបស់គាត់ឲ្យបានរឹងប៉ឹងទើបកូននឹងក្លាយទៅជាមនុស្សដែលអាចរឹងប៉ឹងក្នុងសង្គមក្នុងជីវិតក្នុងសុខគ្រួសារគេទៅខាងមុខបានមានរឿងមួយនោះដែលពុកម្ដាយនឹងជាអ្នកមានទូធាប៉ុន្តែដោយសារសម្ដីសម្ដៅគាត់មុងម៉ងធំឆាំងជេបន្តិចអីចឹងទៅធ្វើឲ្យកូននឹងមានអារម្មណ៍មួយថា lonely ឯកាគ្មានអ្នកយល់ចិត្តចុងក្រោយកូននឹងសម្លាប់ខ្លួនទៅវិបដិសារីនៅលើពុកម្ដាយហើយសូត្រតែខ្វះទ្រព្យមិនខ្វះទេប៉ុន្តែខ្វះសុខុមាលភាពផ្លូវចិត្តនេះហើយក្មេងឆេឆាវណាស់គិតខ្លីណាស់ប៉ះពាល់អារម្មណ៍លឿនណាស់ហើយពេលខ្លះសម្ដីសម្ដៅនឹងវាធ្វើ
thưa ơi chư chọc chạp khăn mẹn tên bên này cô khuôn ấy cô bị chà nà để tha dương bàn cào một dương bàn rùa một bàn thông bàn nắng đại quân bầm nạch cà lẹ bóng cà to su rồi bà ở bụng mà đài chấm phu dương được ai quạt phẳng phèn từ hot nuôi ngày chật dục lục ấy mệt má cứ quạt xóm làm bầy cô nâng ai mình miên làm bầy nhẹ nà thì nhưng bây giờ ban sầm lăng mơ chê tà nà bầm non rồi bà quát dương ọt sơ mơ khơi chùm nạch khoa khá thì nâng khăn thố ao dương chê sầm lăng mơ khơi ở đây để chỉ quân rồi bà nhẹ đợt tây bây giờ cùi chạp cầm hó nâng mình nẹ xuất tâm miền chùm nạch khoa khá thì hiện luôn này dương sập bài chất nâng ở đây để dương tự tu bán nâng chi vật để dương miến nâng sự tệ bà nhà để dương ai hiện bán còn đó là dương vô ở đây để miền nâng chi mù lực tháng không cả phiếu hoạt chi vật ở và sao ở chương môn dương mình ai cùi cả tục chùm mùi ở đây để dương ọt miến này ta dương hộ bán phèm pon hay dương đi cả tục mấy của anh mình bán mà mớn đối kê có tục có cái mà mớn nó viên nơi ta ọt đang ai hãy dương bán cả tục thang chứ dương prắng nơi ta prắng dương phiêu quạt khuôn ai ở ban và xài chứ muốn hay riêng trade o nâng ở vậy để miền để dương miến để dương tự tu bàn là nâng phọt bon dương miền phần năng dương ban tự tu phần năng hay dương sầm đại thực chất cái tài nhu ở quân trong buộc ca lẹ bong rồi bỏ lúc buộc nẹm ở đài nhưng tụi mẹ tụm đòn buộc ở đài cho mùi cô nâng miền ở tipul khang từ lư sát thang phiệp chi vật rồi bỏ cô từ không ngày là cốt